ប្រិយមិត្តអ្នកស្ដាប់ហេតុការណ៍ជាទីគោរពនិងជាទីរាប់អានដល់ខ្ពង់ខ្ពស់ពីខ្ញុំបាទស្ដាប់ហេតុការណ៍សូមជូនព័ត៌មានឃើញសិស្សប្អូនពីររូបឈ្នះមកុដពីអន្តរជាតិឲ្យកម្ពុជាមិនបង្អង់យូលាវជីលីបាទពួយបញ្ចេញអារម្មណ៍នេះឡើងបាទតើលាវជីលីនោះគឺជានរណាដែរកាលពីថ្ងៃទី8មករា2023កន្លងទៅនេះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជារំភើបចិត្តនិងមោទនភាពជាខ្លាំងក្រោយបវរកញ្ញាវ័យក្មេងអាយុក្រោម15ឆ្នាំពីររូបបានដណ្ដើមបានមកុដនៅលើឆាកអន្តរជាតិនៅក្នុងនោះរួមមានយុវតីខឿនពូលីកាទទួលបានជ័យលាភីម្ចាស់មកុដ Miss Britain Junior Idol World 2023 និងយុវតីឌៀបសូហ្វីរ៉ាទទួលបានលំដាប់រងទី2 Little Miss Junior Idol World 2023 ក្រោយពីយុវតីតំណាងឲ្យកម្ពុជាពីររូបខាងលើទទួលបានជ័យលាភីមហាជនជាច្រើនក៏បានបង្ហោះសារចូលរួមអបអរសាទរដោយ Miss Grand Idol 2020 កញ្ញាលាវជីលីក៏បានបង្ហាញនៅអារម្មណ៍រំភើបដោយពោលពាក្យអបអរដល់សិស្សប្អូននៅក្នុងវិស័យបវរកញ្ញាថែមទៀតផងនៅក្នុងនោះកញ្ញាលាវជីលីក៏បានរៀបរាប់ថាទី1អបអរសាទរអូនពូលីកាខឿនពូលីកាដែលបានឈ្នះមកុដ The Winner Miss Britain Junior Idol World 2023 បងមើលឃើញសមត្ថភាពអូនតាំងពីចូលប្រកួតនៅខ្មែរម្លេះឥឡូវអូនពិតជាទទួលបានមកុដពិតមែនអបអរសាទរហើយទី2អបអរទៅកាន់ឌៀបសូហ្វីរ៉ាដែលទទួលបានមកុដលំដាប់រងទី2 The second runner up a little Miss Junior Idol World 2023ខ្មែរយើងពិតជាមានមោទនភាពខ្លាំងណាស់អូនគឺជាទំពាំងដ៏ល្អរបស់ប្រទេសជាតិយើងបាទប្រិយមិត្តអ្នកស្ដាប់នេះគឺជាសារព័ត៌មានដែលតកតងជាមួយនឹងជ័យលាភីខ្មែរលេខ1ហើយនិងលេខ2តកតងជាមួយបវរកញ្ញាអរគុណចំពោះការតាមដាន